រដ្ឋមន្ត្រីការបរទេសនិយាយថាប្រទេសថៃមិនដែលផ្ដួចផ្ដើមការឈ្លានពាននោះទេប្រទេសថៃមិនដែលបានផ្ដួចផ្ដើមការឈ្លានពានប្រឆាំងនឹងប្រទេសណាមួយឡើយហើយនៅតែបដិញ្ញាចិត្តចំពោះសន្តិភាពតែបទឈប់បាញ់ណាមួយជាមួយនឹងកម្ពុជាត្រូវឲ្យពិតប្រាកដនិងផ្អែកលើការចរចាដោយផ្ទាល់នេះបើតាមរដ្ឋមន្ត្រីការបរទេសលោកស៊ីហាសាក់ពងកេតកែវបាននិយាយកាលពីថ្ងៃច័ន្ទម្សិលមិញនេះថ្លែងនៅវិមានរដ្ឋាភិបាលវេលាម៉ោង 15 នាទីព្រឹកលោកស៊ីហាសាក់បានថ្លែងទៅកាន់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនាពេលខាងមុខដែលគ្រោងធ្វើនៅថ្ងៃអង្គារនៅខេត្តចន្ទបុរីលោកបាននិយាយថាកម្ពុជាបានប្រកាសជាសាធារណៈថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការឈប់បាញ់ដែលជាចលនាមួយដែលអាចបង្កើតសម្ពាធអន្តរជាតិលើប្រទេសថៃឲ្យធ្វើដូចគ្នាលោកស៊ីហាសាក់បានមានប្រសាសន៍បន្តទៀតថាបទឈប់បាញ់មិនមែនកើតឡើងដោយគ្រាន់តែធ្វើការប្រកាសនោះទេវាកើតឡើងតាមរយៈការពិភាក្សាលើវិធានការជាក់ស្ដែងហើយវាត្រូវតែជាការឈប់បាញ់ពិតប្រាកដលោកបានមានប្រសាសន៍ថាវិធីសាស្ត្ររបស់កម្ពុជាគឺប្រាប់សហគមន៍អន្តរជាតិខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់ការប្រយុទ្ធដែលនាំឲ្យប្រទេសដទៃទៀតសួរថាហេតុអ្វីបានជាប្រទេសថៃមិនធ្វើតាមលោកបានមានប្រសាសន៍បន្តទៀតថាប្រទេសថៃបានពន្យល់បទឈប់បាញ់គឺសំខាន់ប៉ុន្តែត្រូវតែមានការព្រមព្រៀងគ្នាដោយភាគីទាំងពីរតាមរយៈការចរចាដោយផ្ទាល់លោកស៊ីហាសាក់បានបន្ថែមថាក្នុងអំឡុងពេលកិច្ចប្រជុំតំបន់ថ្មីៗនេះរួមទាំងការប្រជុំអាស៊ានគ្មានសម្ពាធមកលើប្រទេសថៃនោះទេផ្ទុយទៅវិញមានការអំពាវនាវឲ្យប្រទេសទាំងពីរជួបពិភាក្សាគ្នាដោយផ្ទាល់ថែមទៀតផងលោកបានបន្តទៀតថាកម្ពុជាគួរតែនិយាយជាមួយពួកយើងមិនគួរណាពួកគេនិយាយទៅកាន់ពិភពលោកហើយបន្ទាប់មកឲ្យពិភពលោកមកប្រាប់យើងនោះទេនៅពេលសួរមតិយោបល់រដ្ឋមន្ត្រីក្រសួងការពារជាតិឧត្តមសេនីយ៍ណាតផនណផានិតដែលថាប្រទេសបរទេសមានទំនោរជឿលើកម្ពុជាច្រើនជាងថៃលោកស៊ីហាសាក់មានប្រសាសន៍ថាប្រទេសថៃត្រូវតែពន្យល់ជំហររបស់ខ្លួនឲ្យបានកាន់តែច្បាស់កុំឲ្យពិភពលោកទាំងមូលមើលមកឃើញថាប្រទេសថៃជាប្រទេសដែលអាក្រក់មិនគោរពច្បាប់ទម្លាប់លោកបានបន្តទៀតថាប្រសិនបើអ្នកដទៃមិនយល់អំពីយើងយ៉ាងហោចណាស់យើងត្រូវតែយល់អំពីខ្លួនឯងហើយយើងត្រូវតែមានជំហរនិងគោលការណ៍ច្បាស់លាស់លោកស៊ីហាសាក់បានបញ្ជាក់ជាថ្មីថាប្រទេសថៃមិនបានផ្ដួចផ្ដើមការឈ្លានពានប្រទេសដទៃនោះទេហើយប្រទេសថៃនៅតែស្វែងរកសន្តិភាពដែលលោកបានកំណត់ថាជាបទឈប់បាញ់ពិតប្រាកដលោកបានមានប្រសាសន៍ថាប្រទេសថៃគួរតែមានទំនុកចិត្តលើជំហររបស់ខ្លួននិងជឿជាក់ថាប្រទេសជាមិត្តនឹងស្ដាប់ហើយនឹងយល់អំពីប្រទេសយើងលោកបានមានប្រសាសន៍ថាយើងមិនគួរព្រួយបារម្ភខ្លាំងពេកទេយើងនឹងធ្វើអ្វីដែលយើងត្រូវធ្វើហើយរក្សាភាពជឿជាក់នៅគោលជំហររបស់យើងហើយយើងជឿជាក់លើខ្លួនឯងថាយើងនឹងអាចធ្វើបាននេះបើដកស្រង់តាមកាសែតថៃមួយចុះផ្សាយនៅក្នុងស្រុកជនស៊ីវិលខ្មែរស្លាប់និងរបួសកាន់ដល់ជាង100នាក់ក្រោយថៃឈ្លានពាន16ថ្ងៃកន្លងមកនេះមកដល់ម៉ោង8ព្រឹកថ្ងៃទី23ខែធ្នូឆ្នាំ2025នេះយោធាថៃនៅតែបន្តបាញ់ផ្លោងចូលទីតាំងមួយចំនួនរួមទាំងក្រុងប៉ោយប៉ែតដែលការឈ្លានពានឈានមកដល់ថ្ងៃទី17បណ្ដាលឲ្យជនស៊ីវិលខ្មែរស្លាប់កើនដល់21នាក់របួសជាង83នាក់ជនភៀសសឹកកើនដល់ជាង540000នាក់និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងនិងយន្តហោះចម្បាំងពីយោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជានេះបើតាមការធ្វើបច្ចុប្បន្នភាពរបស់ក្រសួងការពារជាតិដោយគិតចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកដែលយោធាថៃបានបើកការឈ្លានពានមកលើកម្ពុជាដោយប្រើអាវុធធុនធ្ងន់បាញ់ផ្លោងនិងប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចង្កោមបាញ់ផ្សែងពុលចូលទីតាំងកងទ័ពឈរជើងជួរមុខនិងតំបន់ជនស៊ីវិលអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជីតាបាននិយាយថាគិតមកដល់ថ្ងៃទី23ខែធ្នូឆ្នាំ2025នេះមានចំនួន17ថ្ងៃហើយដែលយោធាថៃនៅតែបន្តឈ្លានពានកម្ពុជារំលោភលើបទឈប់បាញ់រំលោភសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងមកពាក់ព័ន្ធនឹងអំពើគំរាមកំហែងឈ្លានពានកម្ពុជាពីសំណាក់យោធាថៃវិញអ្នកស្រីថាតំបន់មួយចំនួនរបស់កម្ពុជាដូចជានៅខេត្តពោធិ៍សាត់ខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារយោធាថៃនៅតែបន្តបាញ់ផ្លោងចូលរហូតមកដល់ម៉ោង8ព្រឹកថ្ងៃអង្គារនេះនៅតែមិនទាន់ឈប់នៅឡើយបើតាមប្រភពនោះនៅយុទ្ធភូមិភាគ4មានខេត្តឧត្តរមានជ័យព្រះវិហារនិងខេត្តសៀមរាបជាដើមចាប់ពីម៉ោង12រំលងអាធ្រាត្ររហូតមកដល់ម៉ោង5ទៀបភ្លឺយោធាថៃបានបាញ់កាំភ្លើងធំរត់ក្រោះចូលក្នុងប្រាសាទតាមាន់បាញ់ចូលប្រាសាទព្រះវិហារតំបន់តាថៅរហូតដល់ម៉ោង8ព្រឹកនេះថៃនៅមិនទាន់ឈប់បាញ់នៅឡើយទេចំណែកស្ថានភាពជួរមុខនៅសមរភូមិយុទ្ធភូមិភាគ5ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបន្ទាយមានជ័យខេត្តពោធិ៍សាត់វិញយោធាថៃបានបើកការបាញ់ផ្លោងចាប់ពីម៉ោង5ល្ងាចថ្ងៃទី22ធ្នូរហូតមកដល់ព្រឹកថ្ងៃទី23ខែធ្នូនេះដើម្បីឈ្លានពានមកលើកម្ពុជា
ជាអ្នកស្រីថាយោធាថៃបានបន្តបាញ់ប្លង់ចូលទីប្រជុំជនស៊ីវិលរស់នៅក្នុងសង្កាត់អូរស័យក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងនៅម៉ោងជាង8ព្រឹកនេះយោធាថៃបានបន្តបាញ់ប្លង់ចំនួន2គ្រាប់ទៀតដោយមួយគ្រាប់ធ្លាក់ក្នុងសង្កាត់អូរស័យនិងមួយគ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតរីឯនៅខេត្តបន្ទាយមានជ័យវិញយោធាថៃបានបន្តបាញ់ប្លង់ចូលភូមិជោគជ័យចំណែកនៅខេត្តបាត់ដំបងយប់មិញនេះថៃបាញ់ប្លង់ចំនួន13គ្រាប់ចូលក្នុងភូមិសាស្ត្រស្រុកតាស្នាស្រុកសំពៅលួនខេត្តបាត់ដំបងនិងបន្តបាញ់ប្លង់ចូលតំបន់អូភ្លុកដំរីខេត្តពោធិ៍សាត់អ្នកស្រីថាគិតមកដល់ម៉ោងនេះទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជានៅឡើយទេកងកម្លាំងរបស់យើងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពានជុំវិញការបាញ់ប្លង់នេះកម្ពុជាចាត់ទុកទង្វើឈ្លានពានរបស់ថៃនេះថាជាទង្វើឃោរឃៅព្រោះថៃបានប្រើប្រាស់អាវុធយុទ្ធឧបករណ៍ធុនធ្ងន់ដូចជាយន្តហោះចម្បាំង F16 នាវាចម្បាំងក្របបែកចង្កោមផ្សែងពុលមកវាយប្រហារកម្ពុជានិងជនស៊ីវិលសម្រាប់កម្ពុជាទង្វើឈ្លានពានរបស់ថៃនេះបានរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងច្បាប់អន្តរជាតិមួយចំនួនទៀតដែលកម្ពុជាទាមទារឲ្យសហគមន៍អន្តរជាតិចាត់វិធានការដើម្បីឲ្យថៃទទួលខុសត្រូវចំពោះការរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាទាំងកំរោលនេះយ៉ាងណាបើតាមសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃទីក្រុងកូឡាឡាំពួរថ្ងៃទី22ខែធ្នូឆ្នាំ2025នេះដែលមានសមាជិកចំនួន11ប្រទេសរួមទាំងកម្ពុជានិងថៃផងនោះអាស៊ានមិនបានថ្កោលទោសការឈ្លានពានរបស់ថៃទេក្រៅពីជំរុញឲ្យភាគីទាំងពីរវិលទៅជជែកដោះស្រាយបញ្ហានេះដោយទ្វេភាគីជាការកត់សម្គាល់យន្តការទ្វេភាគីនេះភាគីថៃមិនដែលគោរពទេទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025និងកិច្ចព្រមព្រៀងស្តីពីសន្តិភាពនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដែលមានសហរដ្ឋអាមេរិកនិងប្រធានអាស៊ានធ្វើជាសាក្សីក្តីរហូតថៃបើកការឈ្លានពានកម្ពុជាជាទ្រង់ទ្រាយធំលើកទី2ចាប់ពីថ្ងៃទី7ខែធ្នូរហូតមកដល់បច្ចុប្បន្នធ្វើឲ្យជនស៊ីវិលខ្មែរស្លាប់និងរបួសជាង100នាក់ភាសឹកជាង54នាក់រួមទាំងទម្លាក់គ្រាប់បែកកំទេចប្រាសាទបុរាណខ្មែរដែលមានអាយុកាលជាង1000ឆ្នាំនិងកំទេចហេដ្ឋារចនាសម្ព័ន្ធរាប់សិបកន្លែងទៀតត្រឹមរយៈពេលជាងកន្លះខែកន្លងមកនេះ